ទូព្រមគុំខ្ញុំកណ្ណាខ្ញុំថ្ងៃនេះសូមប្រណិប័តនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៅបត្រៃរដ្ឋជាអគ្គរដ្ឋណាដ៏កម្ពុជាលើលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដែលក្រៃលែងសពកាលទាំងពួងទាំងសូមក្រាបថ្វាយបង្គំចំពោះសម្ដេចអគ្គមហាសង្ឃរាជាធិបតីទាំងពីរគណៈគឺគណៈមហានិកាយនិងគណៈធម្មយុត្តកនិកាយទាំងសូមថ្វាយបង្គំចំពោះព្រះឧត្តមត្រីសង្ឃគ្រប់លំដាប់ឋានានុក្រមទាំងអស់ទាំងសូមថ្វាយបង្គំព្រះថេរានុថរៈគ្រប់អង្គទីគ្រប់សក្ការៈសូមសម្ដែងកិច្ចប្រណិប័តកិរវៈចំពោះសម្ដេចប្រមុខរាជរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជាទាំងឧត្តមមន្ត្រីនៃមង្គលការសម្ដេចទ្រង់ឯកឧត្តមអ្នកញាលោកជំទាវលោកស្រីទាំងបណ្ដាកវីបណ្ឌិតពុទ្ធចារ្យសីលវ័នសិលពតីបាសកបាសិកាទាយតិយកាពុទ្ធបរិស័ទសប្បុរសក្មេងចាស់ប្រុសស្រីទាំងអស់ដោយសេចក្តីគោរពនិងដោយសេចក្តីរាប់អានដ៏ជ្រាលជ្រៅស្ថិតនៅក្នុងពេលវេលាគ្រានេះក៏ជាថ្ងៃមួយដែលទូព្រមគុំខ្ញុំកណ្ណាខ្ញុំចាប់ផ្លឹកនឹកឃើញអំពីប្រធានបទថ្មីមួយដែលជាជំនួយសម្រាប់យើងទាំងអស់គ្នាធ្វើការសិក្សាស្វែងយល់អំពីភារកិច្ចទូនាទីរបស់លោកគ្រូចាដែលត្រូវមានព្រមក្នុងដំណើរជីវិតហើយយើងត្រូវហ្វឹកហាត់ដើម្បីវឌ្ឍនភាពដ៏ថ្លៃថ្លាក្នុងមាគ៌ាជីវិតនេះផងដែរព្រោះគឺជារឿងចាំបាច់និងសំខាន់ជាទីបំផុតជាប់តាក់ទងជាមួយនឹងភារកិច្ចទូនាទីរបស់យើងជាអាចារ្យទៅជាមួយនឹងពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលជាបញ្ញាធិការធិបតីសម្ដីម្ចាស់ដើមទានប្រធានដើមបុណ្យឬកម្មវិធីផ្សេងអញ្ចឹងដើម្បីជួយសម្របសម្រួលនិងសម្រេចនៅវឌ្ឍនភាពដ៏ល្អប្រចាំដំណើរជីវិតទៅទូព្រមគុំខ្ញុំគណៈខ្ញុំសម្រាប់ចាត់លើកឡើងនៅប្រធានបទនេះយកមកដើម្បីធ្វើការសិក្សាស្វែងយល់និងធ្វើកំណែប្រែនៅរាល់អ្វីដែលជាចំណុចឆក់ល្វែងរបស់យើងទាំងអស់គ្នាក្នុងនាមជាថ្នាក់ដឹកនាំកិច្ចការងារមួយជាប់តាក់ទងនឹងស្រទាប់មហាជនបរិស័ទទូទៅក្នុងប្រទេសជាតិរបស់យើងឬនៅក្នុងទីណាក៏ដោយដើម្បីបានចម្រើននិងសម្រេចនៅប្រយោជន៍ដ៏ឧត្តមឧត្តមទូលំទូលាយទាំងសម្រាប់ខ្លួនយើងទាំងសម្រាប់អ្នកដែលស្ថិតនៅក្រោមឧបាទកិច្ចការងារដឹកនាំរបស់យើងទាំងអស់គ្នាផងដែរហើយក៏ផ្សារភ្ជាប់ជាមួយដំណើរក្នុងវដ្តសង្សារនេះឯងអញ្ចឹងរឿងខាងដើមគឺចង់លើកឡើងពីពាក្យថាអាចារ្យបន្តិចអាចារ្យនេះគឺភាសាដែលយើងធ្លាប់និយាយធ្លាប់ឮទាំងធ្លាប់បានប្រើប្រាស់ជាប្រកដីអាចារ្យសេចក្តីពិតនឹងថាជាអ្នកដឹកនាំនេះឯងឬជាគ្រូដែលជួយដឹកនាំនិងជួយពន្យល់ផ្សព្វផ្សាយនៅកិច្ចការងារផ្សេងក្នុងដំណើរជីវិតដែលយើងទទួលភារកិច្ចទូនាទីអញ្ចឹងក៏ផ្សារភ្ជាប់ជាមួយនឹងពាក្យថាធម្មវាចាមួយទៀតដែរដែលធម្មវាចានេះគ្រាន់តែបន្ថែមធម្មៈទៅទេអញ្ចឹងគឺជាគ្រូឬជាអ្នកពន្យល់ណែនាំឬដឹកនាំប្រកបដោយធម៌នេះឯងទេអញ្ចឹងត្រូវតែមានរឿងអ្វីខ្លះសម្រាប់ខ្លួនយើងក្នុងនាមជាអ្នកដឹកនាំ
ក្នុងនាមជាអ្នកពន្យល់ក្នុងនាមជាអ្នកបកស្រាយក្នុងនាមជាអ្នកបំភ្លឺដល់មហាជនទូទៅទាំងអស់នឹងគឺយើងត្រូវដឹងបន្តបន្ទាប់នេះជាចំណាប់អារម្មណ៍ខាងដើមហើយជាការរំលឹកមួយទៀតដោយមិនទាន់ធ្វើដំណោះស្រាយអំពីបញ្ហានេះទេរឿងបំណក់ស្រាយនឹងចាំពេលក្រោយក៏ប៉ុន្តែពេលនេះធ្វើចំណាប់អារម្មណ៍មួយទៀតថាតាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ប្រពៃណីទំនៀមទម្លាប់ជាមួយនឹងការប្រព្រឹត្តបដិបត្តិដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើននឹងតើត្រូវមានវិធានការឬក៏ការសម្របសម្រួលបែបណាខ្លះហ្នឹងនេះគឺជាប្រធានបទរួមនៅក្នុងថ្ងៃនេះដែលទូព្រះមង្គមខ្ញុំកណាខ្ញុំលើកឡើងយកមកដើម្បីបានជាបទសិក្សាពិចារណាដើម្បីវឌ្ឍនភាពក្នុងកិច្ចការគ្រប់យ៉ាងដែលយើងមានភារកិច្ចតួនាទីជាអាចារ្យជាអ្នកដឹកនាំនិងសម្របសម្រួលពង្រាយពង្រីកនៅសេចក្តីក្នុងកិច្ចកម្មវិធីនានាសម្រាប់មហាជនទូទៅណាហើយមិនមែនមានតែអាចារ្យទេដែលត្រូវស្ដាប់ត្រូវដឹងនោះគឺបរិស័ទទូទៅទាំងអស់មហាជនទូទៅទាំងអស់គឺមានកិច្ចការចាំបាច់ដែលយើងត្រូវដឹងត្រូវសិក្សាត្រូវស្វែងយល់ផងដែរដើម្បីឲ្យយើងធ្វើជំរើសបានល្អត្រឹមត្រូវនិងប្រព្រឹត្តទៅជាប្រយោជន៍ជាសេចក្តីសុខជាសេចក្តីចម្រើនពិតក្នុងកិច្ចការងារដែលយើងត្រូវប្រកបត្រូវធ្វើណាឥឡូវសំណួរបានចោទជាប្រធានបទខាងដើមហើយសម្រាប់ជាបទពិចារណាហើយដើម្បីធ្វើចំណាប់អារម្មណ៍តទៅគឺសូមធ្វើការសិក្សាស្វែងយល់អំពីរឿងប្រពៃណីទំនៀមទម្លាប់និងការប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតក្នុងដំណើរជីវិតទូព្រះមង្គមខ្ញុំកណាខ្ញុំសូមបញ្ជាក់ថារឿងទំនៀមទម្លាប់ប្រពៃណីមានតាំងពីយូរយារណាស់មកហើយមានជីវិតនៅលើភពផែនដីនេះមកគឺមានរបៀបនៃការរស់នៅផ្សេងដែលត្រូវប្រកបក្នុងដំណើរជីវិតតាមការវិវត្តក្នុងដំណាក់កាលនីមួយនៃជីវិតមានការផ្លាស់ប្ដូរប្រែប្រួលទៅជាបន្តបន្ទាប់ទៀតក៏បានចូលមកដល់សម័យមួយដែលជីវិតនេះត្រូវព្រមឬមិនព្រមទទួលយកនៅទំនៀមទម្លាប់ប្រពៃណីមួយតើវាមាននៅការរៀបចំនិងគ្រប់គ្រងដំណើរជីវិតគឺការរស់នៅរបស់មនុស្សជាតិនេះយ៉ាងបែបណាខ្លះដែរហើយតាមទេសនៈការយល់ឃើញរៀងខ្លួនក៏បង្កើតទៅជាជាតិសាសផ្សេងគ្នាណាជាតិសាសផ្សេងគ្នាដើមឡើយមិនមែនមានជាតិសាសនេះមួយអីផ្សេងទេនៅលើភពផែនដីនេះនឹងនិយាយអំពីកំណើតមនុស្សសត្វនៅលើភពផែនដីគឺមានការរស់នៅតាមបែបភាពផ្សេងមិនទាន់បានបែងចែកទៅជាបណ្ដាជាតិសាសន៍ទីតីឡើយក៏ប៉ុន្តែតាមរយៈទិដ្ឋិការយល់ឃើញរៀងខ្លួននឹងឆ្លងកាត់សម័យកាលផ្សេងដែលចេះតែកន្លងទៅជាបន្តបន្ទាប់ក្នុងដំណាក់កាលនៃជីវិតមនុស្សមានការប្រកាន់ទៅតាមការយល់ឃើញរបស់ខ្លួនក៏បែងចែកទៅជាបណ្ដាជាតិសាសន៍ទីតីផ្សេងគ្នាហើយមានការទទួលយកនៅប្រពៃណីទំនៀមទម្លាប់សម្រាប់ធ្វើការរស់នៅក៏ផ្សេងគ្នាទៅដូច្នេះតកតងនឹងប្រពៃណីទំនៀមទម្លាប់វាជាការយល់ឃើញរបស់មនុស្សនៅក្នុងដំណើរជីវិតតាមដំណាក់កាលឬសម័យកាលនីមួយតែប៉ុណ្ណោះ
ដែលគេយល់ឃើញថាប្រពៃណីឬទំនៀមទម្លាប់បែបនេះសមជាមួយការយល់ឃើញរបស់គេហើយប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនរបស់គេក្នុងដំណាក់កាលនោះទៀតនេះរឿងប្រពៃណីទំនៀមទម្លាប់ទៀតគណាអញ្ចឹងក៏មានបណ្ដាគណាចារផ្សេងទៀតបង្កើតឲ្យមានទៅជាប្រពៃណីទំនៀមទម្លាប់ផ្សេងទីតីតាមទស្សនៈយល់ឃើញរបស់ខ្លួនក្នុងដំណាក់កាលនៃការចាត់ចែងគ្រប់គ្រងដឹកនាំរបស់ខ្លួនរៀងខ្លួនតាមលំដាប់តាមការផ្លាស់ប្ដូរនៃយុគសម័យកាលនីមួយផងដែរនៅពេលណាប្រពៃណីទំនៀមទម្លាប់មួយនេះមានការចាក់គ្រឹះមាំដោយមានការយកចិត្តទុកដាក់ឬមានការគ្រប់គ្រងពីបណ្ដាមហាជនបានច្រើនទៅប្រពៃណីទំនៀមទម្លាប់នេះក៏ត្រូវបន្តក្នុងអាយុកាលវែងឆ្ងាយតទៅខាងមុខទៀតឆ្លងកាត់សម័យកាលផ្សេងទៅដោយសារប្រពៃណីទំនៀមទម្លាប់នេះមានអត្ថប្រយោជន៍ដែលមហាជនយល់ឃើញថាសមស្របហើយមានតម្លៃឬមានប្រយោជន៍នាំមកនៅសេចក្តីសុខចម្រើនណានឹងតកតងរឿងប្រពៃណីទំនៀមទម្លាប់ត្រឹមប៉ុណ្ណឹងសិនទេហើយរឿងការប្រព្រឹត្តបដិបត្តិរបស់មនុស្សសត្វទាំងអស់ក្នុងលោកទៀតជាប់តកតងមកដល់សម័យពុទ្ធកាលដែលអង្គព្រះកមហាមុនីជាអម្ចាស់ទ្រង់ជាបិតាវិវត្តៈទ្រង់ជាកម្ពុជាអ្នកប្រាជ្ញលើភព3ព្រះអង្គបានដល់នៅត្រើយអនុត្រាភិសម្ពោធញ្ញាលអបរាជិតបល្ល័ង្កជាជ័យមង្គលដ៏ប្រសើរទៀតព្រះអង្គបានឃើញអំពីការប្រព្រឹត្តបដិបត្តិទៅតាមប្រពៃណីទំនៀមទម្លាប់ផ្សេងរៀងខ្លួនតាមបណ្ដាជាតិសាសន៍នានាទីតីដោយឡែកពីគ្នាយ៉ាងណាក៏ប្រពៃណីទំនៀមទម្លាប់នោះបានត្រឹមតែការគ្រប់គ្រងស្ថានភាពគ្រប់គ្រងជីវភាពគឺការរស់នៅឬគ្រប់គ្រងនៅបាទបណ្ដាជាតិសាសន៍នីមួយឲ្យមានរបៀបរៀបរយសណ្ដាប់ធ្នាប់ផ្សេងត្រឹមតែប៉ុណ្ណឹងណាដល់ព្រះសាស្តាព្រះអង្គបានត្រាស់ដឹងព្រះអង្គឃើញត្រឹមតែប៉ុណ្ណឹងនៅប្រពៃណីទំនៀមទម្លាប់ទាំងឡាយហ្នឹងព្រះអង្គទ្រង់បានប្រកាសសាសនាព្រហ្មចរិយធម៌ដ៏បរិសុទ្ធវិសេសនេះបង្ហាញប្រាប់ពីការពិតដល់បណ្ដាមនុស្សជាតិទូទៅទាំងអស់ឲ្យបានដឹងដែរតើការបដិបត្តិតាមប្រពៃណីទំនៀមទម្លាប់បែបណាដែលជាប្រយោជន៍នឹងការបដិបត្តិនៅក្នុងព្រះធម៌វិន័យប្រព្រឹត្តទៅដើម្បីព្រះសាសនាព្រះសម្ពុទ្ធបកថ្លៃនៃលោកនេះមួយណាប្រសើរមួយណាមានប្រណិតភាពមួយណាប្រព្រឹត្តទៅដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតព្រះអង្គបានបង្ហាញអំពីការបដិបត្តិទៅតាមគន្លងព្រះពុទ្ធដីកានេះដែលប្រកាសអំពីហេតុហើយក៏បង្ហាញអំពីផលរបស់ហេតុនោះថែមទៀតឲ្យសត្វលោកបានឃើញហើយធ្វើការសម្របសម្រួលសម្រេចចិត្តក្នុងការប្រព្រឹត្តបដិបត្តិរៀងខ្លួនទោះបីជាតិសាសនាក៏ដោយព្រះអង្គមាននៅចក្ខុវិស័យដ៏វិសេសមួយគឺបង្ហាញសត្វដែលមានឧបនិស្ស័យក្នុងការត្រួតត្រាពិចារណាមើលគន្លងវត្តបដិបត្តិនៃខ្លួននឹងការបដិបត្តិនៅក្នុងធម្មវិន័យនេះដែលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតនេះសត្វដែលមានឧបនិស្ស័យឬពួកជនដែលមានឧបនិស្ស័យក៏បានដកខ្លួនចេញអំពីប្រពៃណីទំនៀមទម្លាប់ទាំងឡាយណាដែលមិនប្រព្រឹត្តទៅដើម្បីជាប្រយោជន៍មិនប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនមិនប្រព្រឹត្តទៅដើម្បីសេចក្តីសុខពិតហើយក៏មកកាន់ព្រះពុទ្ធសាសនានិងប្រព្រឹត្តបដិបត្តិតាមព្រះពុទ្ធសាសនាតាមព្រះពុទ្ធវាទដែលអង្គព្រះអគ្គមហាមុនីព្រះអង្គទ្រង់បានប្រកាសត្រាស់សម្ដែងនេះរឿងប្រពៃណីទំនៀមទម្លាប់ជាមួយនឹងព្រះពុទ្ធសាសនាដែលត្រូវប្រព្រឹត្តបដិបត្តិរួមសេចក្តីមកត្រឹមប៉ុណ្ណេះទូព្រះមង្គមខ្ញុំកណាខ្ញុំចង់
ធ្វើការសង្យោគឡើងវិញថាណែរឿងជីវិតគឺការរស់នៅក្នុងប្រទេសជាតិក្នុងនិគមក្នុងបណ្ដាជាតិសាសន៍នីមួយមាននៅប្រពៃណីទំនៀមទម្លាប់ផ្សេងយ៉ាងណាក៏ដោយកាលដែលមានព្រះពុទ្ធសាសនាបានចូលទៅហើយដើម្បីបង្ហើបបង្ហាញយើងក៏គួរតែត្រួតត្រាពិចារណាមើលថាតើការប្រព្រឹត្តបដិបត្តិបែបណាណោះដែលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតហ្នឹងគឺសូមឲ្យមានការយោគយល់អធ្យាស្រ័យបង្អោនសន្តានបរហរតីសន្តានចិត្តត្រួតត្រាពិចារណាមើលទៀតប្រពៃណីទំនៀមទម្លាប់ណាដែលគ្មានប្រយោជន៍ទៀតបើព្រឹត្តទៅដើម្បីការបន្លែបន្លំមិនបង្ហាញប្រាប់ពីការពិតមិនមានហេតុផលច្បាស់លាស់សមស្របត្រឹមត្រូវមិនមែនជាសច្ចធម៌មិនមែនជាសត្យានុមត្តិប្រពៃណីទំនៀមទម្លាប់បែបនេះក៏ត្រូវដកចេញដែរបាទព្រោះវាជាការដាក់នាំដើម្បីការវង្វេងផន់ច្រឡំមិនបានយល់អំពីការពិតក្នុងការប្រព្រឹត្តបដិបត្តិនោះទេហ្នឹងគឺយើងត្រូវតែធ្វើនិយកម្មដែរបាទសូម្បីតែនៅក្នុងច្បាប់នៃប្រទេសនីមួយយើងមើលច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជារបស់យើងជាដើមក៏មានច្បាប់ខ្លះត្រូវធ្វើវិសោធនកម្មចេញដែរហើយច្បាប់ខ្លះនីតិវិធីខ្លះត្រូវចាត់ទុកជានារីកហើយក៏ត្រូវមានការរៀបចំសម្របសម្រួលនៅប្រព័ន្ធច្បាប់នេះត្រង់មាត្រានេះឬមាត្រាណាមួយនោះសារជាថ្មីដើម្បីសម្របសម្រួលទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនអ្វីណាដែលមិនមានប្រយោជន៍មិនមានតម្លៃឬមិនសូវមានប្រយោជន៍មិនសូវមានតម្លៃច្បាប់នោះមាត្រានោះត្រូវតែធ្វើកំណែប្រែអាចថាត្រូវកែសម្រួលត្រង់សេចក្តីខ្លះឬត្រូវចាត់ទុកជានារីកទាំងស្រុងឬត្រូវធ្វើវិសោធនកម្មច្បាប់នេះសារជាថ្មីឡើងវិញហើយជ្រើសរើសយកនៅមាត្រាណានោះឯងដែលមានប្រយោជន៍មានតម្លៃនាំមកនូវសេចក្តីសុខនាំមកនូវសេចក្តីចម្រើនពិតនេះតកតងជាមួយនឹងរឿងប្រពៃណីទំនៀមទម្លាប់ក៏ដូចគ្នាដែរកាលដែលយើងបានដឹងថាប្រពៃណីណាទំនៀមទម្លាប់ណាវាមិនមានប្រយោជន៍ឬមិនសូវមានប្រយោជន៍ហើយយើងដឹងថានេះការបដិបត្តិក្នុងរបៀបបែបនេះក្នុងវិធីបែបនេះប្រព្រឹត្តទៅជាប្រយោជន៍ប្រព្រឹត្តទៅជាតម្លៃដ៏ធំធេងប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនពិតយើងត្រូវតែជ្រើសរើសយកនៅប្រពៃណីទំនៀមទម្លាប់ដែលនាំមកនូវប្រយោជន៍នាំមកនូវសេចក្តីចម្រើនពិតទៅវិញទេអានឹងយើងត្រូវធ្វើកំណែប្រែចឹងដែរមិនមែនឲ្យតែថាណែបុរាណណាចារបានចងក្រងមកប្រពៃណីយ៉ាងដូចនេះហើយយើងនៅតែប៉ុណ្ណឹងដដែលនោះទេណានេះតកតងនឹងប្រពៃណីយើងត្រូវដឹងយ៉ាងដែរយើងត្រូវធ្វើការសម្របសម្រួលយ៉ាងហ្នឹងទេបាទយើងមើលរបៀបរស់នៅដែលផ្ទុយព្រមគុំខ្ញុំសូមលើកឡើងបន្ថែមបន្តិចទៀតថានេះរបៀបនៃការរស់នៅរបស់មនុស្សយើងបើយើងចេះតែគិតថារក្សាទំនៀមទម្លាប់ចាស់ប្រពៃណីចាស់ឥឡូវយើងពិចារណាមើលឲ្យអស់សេចក្តីឲ្យបានស៊ីជម្រៅបន្តិចកាលមុនរបៀបនៃការរស់នៅរបស់មនុស្សជាតិយើងគឺមានលក្ខណៈបែបណាយើងមាននៅជំរកសម្រាប់ជ្រកអាស្រ័យនៅបែបណារស់នៅតាមផ្ទះជញ្ជាំងស្លាក់ឬជញ្ជាំងប្រក់គ្រឿងបិទបាំងនឹងជាអ្វីផ្សេងទៀតឬនៅតាមគុហាភ្នំនៅតាមលអាងនៅតាមជ្រោះអីម្ដេចម្ដាតែយើងមិនអាចយកការរស់នៅដោយរបៀបពិធីនេះ
ជារៀងដរាបមកក្នុងដំណើរជីវិតទេយើងត្រូវមានការអភិវឌ្ឍរហូតមកដល់កាលវេលាដែលយើងត្រូវជ្រកនៅក្រោមជំរកជាផ្ទះវិឡាអីជាដើមអញ្ចឹងទៅជាភូមិគ្រឹះល្អល្អមានប្រណិតភាពផ្សេងទេវាត្រូវមានការវិវត្តយ៉ាងនេះมันអាចនៅតែដដែលទេมันអាចតែមិនហ៊ានលះបង់នៅអ្វីដែលជាទំនៀមទម្លាប់ឬរបៀបរស់នៅក្នុងជីវិតពីមុននោះទេហ្នឹងគឺជាទស្សនវិស័យមិននាំមកនៅភាពរីកចម្រើនមិននាំមកនៅភាពរុងរឿងមនោរម្យពន្រាយក្នុងដំណើរជីវិតទេប៉ុន្តែនេះគឺជាចំណាប់អារម្មណ៍មួយដូច្នេះតកតងនឹងរឿងប្រពៃណីទំនៀមទម្លាប់សារជាថ្មីម្ដងទៀតប្រពៃណីណាទំនៀមទម្លាប់ណាដែលមិនមានប្រយោជន៍ឬមិនសូវមានប្រយោជន៍យើងអាចធ្វើនិយកម្មដកចេញសម្របសម្រួលបញ្ចូលនៅអ្វីដែលជាគន្លងវត្តបដិបត្តិប្រព្រឹត្តដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតមកវិញហើយយើងបានឃើញពុទ្ធដីកាដែលអង្គព្រះអគ្គមហាមុនីព្រះអង្គទ្រង់ជាកម្ពូលអ្នកប្រាជ្ញលើលោកទៀតព្រះអង្គទ្រង់ត្រាស់សម្ដែងបង្ហាញពីការពិតយើងមានព្រះពុទ្ធដីកានៅឲ្យត្រឡង់ដែលគួរដល់ការសិក្សាពិចារណានិងជួយសម្របសម្រួលដាក់នាំដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតហេតុអ្វីយើងដែលមានភារកិច្ចតួនាទីជាអាចារ្យឬជាធម្មាចារ្យដែលត្រូវជួយដាក់នាំសម្របសម្រួលយើងមិនព្រមដាក់នាំសម្របសម្រួលឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធដីកាវិញនេះជាសំណួរដែលយើងត្រូវចោទសួរសម្រាប់យើងដែលមានភារកិច្ចតួនាទីនោះវិញបន្ទាប់មកយើងត្រូវសិក្សាស្វែងយល់ថាការដែលយើងដឹកនាំខុសចាកនៅហេតុផលក្នុងធម្មវិន័យនេះវាជាគ្រោះកំណាចយ៉ាងណាសម្រាប់ជីវិតរបស់យើងដែរទេហើយគ្រោះកំណាចនេះវាមានសម្រាប់តែយើងម្នាក់ឯងឬក៏វាបង្កមហន្តរាយដល់អ្នកដទៃផងដែរនេះយើងត្រូវថ្លឹងថ្លែងពិចារណាសេចក្តីនេះទៀតព្រះអង្គទ្រង់ត្រាស់សម្ដែងយ៉ាងច្បាស់នៅក្នុងគម្ពីរពុទ្ធវចនៈមានទាំង84000 បឋមខណ្ឌទៀត110ភាគយើងមិនអាចសិក្សាចេះដឹងទាំងអស់ទេក៏ប៉ុន្តែចំណុចណាដែលយើងដឹងថាយើងធ្លាប់បានធ្វើឲ្យឆក់ល្វែងមានអ្នកប្រាជ្ញទីតីជួយសម្របសម្រួលយើងមិនទាន់ជឿអ្នកដតីទាំងស្រុងក៏ដោយតែយើងត្រូវសិក្សាស្វែងយល់ឲ្យបានលម្អិតត្រង់សេចក្តីនោះមើលកុំឲ្យគ្រាន់តែគេនិយាយខុសពីការយល់ឃើញនៃខ្លួនឯងបើទស្សរាយជាមួយនឹងអ្វីដែលសប្បុរសឬអ្នកប្រាជ្ញទាំងឡាយដតីគេបានលើកឡើងយើងកុំអាលបដិសេធយើងកុំធ្វើការបន្ទុះរាយយើងសិក្សាស្វែងយល់បន្តទៀតមើលតើពាក្យរបស់អ្នកនោះត្រូវនឹងព្រះពុទ្ធដីការបស់អង្គព្រះសាស្តាឬទេប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនពិតដែរឬទេនេះអានឹងគឺជាចំណុចដែលយើងត្រូវសិក្សាស្វែងយល់ហើយធ្វើការសម្របសម្រួលក្នុងលោកនេះគ្មាននរណាកើតមកមិនធ្លាប់មានកំហុសទេគ្មាននរណាដែលមិនធ្លាប់មានភាពឆក់ល្វែងទេក៏ប៉ុន្តែសូមកុំឲ្យខុសដល់ដែលសូមកុំឲ្យភាពឆក់ល្វែងប្រព្រឹត្តទៅដល់ដែលព្រោះហេតុត្រឹមតែដើម្បីប្រាថ្នាលៀបប្រាថ្នាសក្ការៈបូជាហើយចេះតែបង្កភាពវង្វេងវង្វាន់បង្កការភ័ន្តច្រឡំដល់ស្រទាប់មហាជនទាំងឡាយដទៃទាំងអស់នេះគឺជាការបដិបត្តិទម្លាយនៅសាសនាព្រហ្មចរិយធម៌និងព្រះអង្គសម្ដែងខ្ញុំនឹងលើកមេត្តាពុទ្ធដីការបស់ព្រះអង្គត្រង់ការដែលត្រូវទម្លាយនៅព្រហ្មចរិយធម៌ទម្លាយនៅសាសនាព្រហ្មចរិយដល់ប្រពៃនេះដោយការប្រព្រឹត្តបែបណាខ្លះបើគេនឹងជម្រាបជូនជាបន្តបន្ទាប់នៅវីដេអូក្រោយតែគ្រាន់តែជម្រាបបញ្ជាក់ក្នុងថ្ងៃនេះថានេះគឺជាការបដិបត្តិ
ដែលប្រទុសរាយជាមួយព្រះពុទ្ធដីកាប្រទុសរាយជាមួយនឹងកម្ពុជាអ្នកប្រាជ្ញលើភព3ប្រទុសរាយជាមួយនឹងមុនីមហាមុនីលើភព3ព្រះអង្គជាកម្ពុជាអ្នកប្រាជ្ញលើសអ្នកប្រាជ្ញនានាក្នុងលោកព្រះអង្គទ្រង់ដល់នៅសព្វញ្ញុតញ្ញាណមានប្រាជ្ញាកន្លងលើសបណ្ដាអ្នកប្រាជ្ញនានាក្នុងលោកនេះក្នុងទេវលោកក្នុងព្រហ្មលោកมันអាចប្រៀបផ្ទឹមនឹងព្រះអង្គបានទេហើយព្រះអង្គសម្ដែងអញ្ចឹងហើយដែលជាចំណុចគួរពិចារណាមួយទៀតនេះការដឹកនាំខុសចាកពីធម្មវិន័យមិនមែនបង្កគ្រោះថ្នាក់តែម្នាក់ឯងទេប្រសិនបើគ្រោះថ្នាក់នេះវាជាទិដ្ឋិអាក្រក់ជាមិច្ឆាទិដ្ឋិដែលបង្កមហន្តរាយត្រូវធ្លាក់ទៅក្នុងជ្រោះគឺអបាយភូមិ4នរកប្រែតអសុរកាយដេរិឆានជាពិសេសលើសនឹងទៅទៀតគឺកាលដែលធ្លាក់ចូលកាន់និច្ចតមិច្ឆាទិដ្ឋិគឺទៀងនៅក្នុងការយល់ខុសហើយនរជននោះរមែងធ្លាក់ចូលទៅក្នុងលោកន្តរមហានរកមិនងាយវិលត្រឡប់មកឃើញភពជាតិកំណើតដល់ល្អល្អះក្នុងសុគតិបានទេមិនងាយរកផ្លូវទៅកាន់ទីរំលត់ទុកពិតប្រកបបានទេវែងឆ្ងាយជាអនេកក្នុងសង្សារវដ្តនៅក្នុងលោកន្តរមហានរកព្រោះតែទិដ្ឋិយល់ឃើញដល់គម្រក់ខុសឆ្គំឆ្គងដែលមាននៅក្នុងសន្តានចិត្តរបស់យើងណាប្រសិនបើដំណើរទៅកាន់លោកន្តរមហានរកឬទៅកាន់ជ្រោះដល់សែនជ្រៅអបាយភូមិ4នោះណានីមួយមានសម្រាប់តែខ្លួនយើងម្នាក់ឯងនឹងមិនចង្រៃក្រៃលែងពេកទេមិនជាមហាគ្រោះកំណាចក្រៃលែងពេកនោះទេក៏ប៉ុន្តែនេះវាបង្កការភ័ន្តច្រឡំនាំឲ្យមនុស្សជាច្រើនទៀតដែលយល់ច្រឡំអំពីការដឹកនាំរបស់យើងថាយើងដឹកនាំល្អយើងជាមនុស្សល្បីល្បាញយើងជាមនុស្សមានមុខមាត់នៅក្នុងសង្គមហើយមានការយល់ច្រឡំបដិបត្តិប្រព្រឹត្តតាមទិដ្ឋិការយល់ឃើញរបស់យើងតាមទស្សនវិស័យដែលយើងបានសាបព្រោះបាទនៅក្នុងស្រទាប់មហាជនវាធ្វើឲ្យអ្នកដទៃជាច្រើនទៀតត្រូវរងគ្រោះជាមួយយើងដែរគឺជាការដឹកនាំអ្នកដទៃធ្លាក់ចូលក្នុងមហាមហន្តរាយដ៏ធំទៀតហ្នឹងហើយមហាគ្រោះកំណាចដ៏ក្រៃលែងអានឹងមិនមែនខុសត្រឹមតែខ្លួនឯងទេនាំគ្រោះចង្រៃនេះដល់អ្នកដទៃច្រើនរូបជាអនាគតទៀតផងបាទអានឹងគឺយើងត្រូវសិក្សាស្វែងយល់រីឯមហាជនទាំងឡាយក៏ត្រូវសិក្សាដែរកាលដែលយើងជ្រើសរើសអ្នកដឹកនាំក្នុងកិច្ចកម្មវិធីផ្សេងមានភាពឆក់ល្វែងមានភាពខុសឆ្គំឆ្គងច្រើនបាទប្រព្រឹត្តទៅតាមតែប្រពៃណីទំនៀមទម្លាប់ដែលមិនមានសារៈមិនមានខ្លឹមសារច្រើនវាធ្វើឲ្យយើងនេះរងគ្រោះកំណាចនឹងដែរវាត្រូវធ្លាក់ចូលទៅក្នុងផ្លូវនៃមហន្តរាយដ៏ធំដែលព្រះសម្មាសម្ពុទ្ធជាអគ្គមហាមុនីមិនអាចចម្លងយើងឲ្យផុតអំពីទុក្ខយន្តរាយនោះងាយបានទេមិនអាចមានព្រះសម្មាសម្ពុទ្ធងាយស្រង់យើងឲ្យផុតអំពីគ្រោះកំណាចដល់សាហាវខូរខៅយំក្នុងនេះបានទេព្រោះទិដ្ឋិដល់កំណាចនេះវាបានចូលជ្រៀតជ្រែកយ៉ាងជ្រៅក្នុងក្រៅដួងចិត្តរបស់យើងពេកទៅហើយអានឹងវាបង្កគ្រោះមហន្តរាយបែបហ្នឹងហើយនេះព្រោះហេតុតែរឿងយ៉ាងហ្នឹងឃើញអំពីមហន្តរាយបែបហ្នឹងយើងមិនមែនឈ្មោះថាត្រឹមតែបំផ្លាញនៅទ្រព្យសម្បត្តិក្នុងពេលបច្ចុប្បន្នរបស់យើងទេអ្វីដែលយើងលះបង់ក្នុងពេលបច្ចុប្បន្នវាជារឿងអន្តរាយទ្រព្យសម្បត្តិនៅពេលបច្ចុប្បន្នហើយបន្ថែមគ្រោះកំណាចក្នុងជីវិតទៅកាន់បរលោកទៀតព្រោះដំណើរជីវិតមិនមែនមានតែមួយជាតិនេះទេយើងត្រូវបន្តភពជាតិកំណើតនៅក្នុងអត្តភាពថ្មីភពថ្មីព្រោះហេតុអវិជ្ជាតណ្ហាបាទានកម្មដែលមានដូច្នេះប្រសិនបើយើងមានទិដ្ឋិយល់ឃើញមិនល្អមិនប្រក្រតីមិនប្រសើរហើយគឺពិតជាគ្រោះកំណាចដ៏ចង្រៃក្រៃលែងមហិមាដែលនឹងនាំមកនៅសេចក្តីទុក្ខពណ៌នាពុំបានបាទលើសលុបក្រៃលែងព្រ
ព្រោះហេតុតែរឿងដែលយើងជឿការដឹកនាំឬក៏ទទួលយកការដឹកនាំអំពីអាចារ្យឬអ្នកដឹកនាំដែលមិនល្អមិនប្រសើរមិនស្ថិតនៅក្នុងគន្លងព្រះពុទ្ធដីកាទេបាទនេះគឺជាការជួយពង្រីកសេចក្តីសម្រាប់ការយល់ឃើញនៃមហាជនទូទៅទាំងអស់ឲ្យបានយល់ដឹងថាការចេះតែជឿនឹងការបដិបត្តិតាមទំនៀមទម្លាប់ឬប្រពៃណីឬការដឹកនាំរបស់អាចារ្យក្នុងលោកនេះយើងត្រូវតែធ្វើការបែងចែកឲ្យបានល្អិតល្អន់ឲ្យបានល្អផងដែរយើងមិនមែនចេះតែប្រព្រឹត្តតាមធ្វើតាមគ្រាន់តែឮគេថានោះទេគ្រាន់តែគេឈ្មោះល្បីល្បាញរបស់បុគ្គលណាម្នាក់នោះទេយើងត្រូវត្រួតត្រាពិចារណាប្រកបដោយហេតុផលឲ្យបានល្អឲ្យបានល្អិតល្អន់ឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធោបានឬព្រះពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គជាអគ្គមហាមុនីលើលោកឯនេះវិញនេះកាលដែលយើងចេះថ្លឹងថ្លែងពិចារណាប្រកបដោយហេតុផលយើងជ្រើសរើសការដឹកនាំបានត្រឹមត្រូវបានល្អបានប្រសើរយើងពិតជានាំមកនៅប្រយោជន៍ដល់ទូលំទូលាយសម្រាប់ខ្លួនយើងទាំងក្នុងបច្ចុប្បន្ននេះទាំងសម្រាប់ដំណើរទៅកាន់បរលោកនេះកាលដែលទស្សនវិស័យការយល់ឃើញរបស់យើងត្រឹមត្រូវសម្មាទិដ្ឋិគឺការយល់ឃើញត្រូវនេះគឺជាផ្លូវនៃសេចក្តីចម្រើនផ្លូវនៃប្រយោជន៍គ្រប់យ៉ាងផ្លូវនៃដំណើរចេញចាកទុកតាមពិតហើយប្រព្រឹត្តទៅដើម្បីវឌ្ឍនភាពដ៏ទូលំទូលាយក្នុងដំណើរជីវិតពិតឈ្មោះថាយើងបានសាងប្រយោជន៍ឲ្យកើតមានសម្រាប់ដំណើរជីវិតរបស់ខ្លួនឯងសមជាមួយនឹងជីវិតគឺការកើតមកក្នុងលោកនេះដោយអំណាចបុណ្យហើយយើងចេះបន្តពូជបុណ្យនេះតាមរយៈការតម្រង់ទស្សនៈគឺការយល់ឃើញបានត្រឹមត្រូវហើយយើងជ្រើសរើសនៅអំពើកម្មជាបុណ្យពិតប្រាកដដែលប្រព្រឹត្តទៅដើម្បីសាងមនោរដ្ឋដល់ប្រពៃនេះក្នុងចិត្តខ្លួនឯងនេះគឺជាចំណុចពិចារណាដែលព្រះករុណាជាម្ចាស់បងប្អូនណាជនរួមជាតិមហាជនទូទៅទាំងអស់ត្រូវសិក្សាស្វែងយល់ដើម្បីយើងទាំងអស់គ្នាទូព្រះបង្គំខ្ញុំកណាខ្ញុំនិយាយនេះមិនមែនក្នុងន័យបន្តោះបង្អាប់ឬលើកខ្លួនឯងនោះទេគឺជាការសិក្សាទាំងអស់គ្នាដែលទូព្រះបង្គំខ្ញុំកណាខ្ញុំក៏មានចំណុចឆក់ល្វែងខ្លះជាធម្មតានៃជីវិតកើតមកជាសត្វអាស្រ័យវដ្តសង្សារក្នុងលោកនេះត្រូវតែមានចំណុចដែលនៅឆក់ល្វែងមិនទាន់ប្រណិតមិនទាន់ល្អក៏ប៉ុន្តែយើងមិនអាចបន្តនៅកិច្ចការទាំងភាពល្ងងខ្លៅឆក់ល្វែងនេះដែលនាំមកនៅគ្រោះមហន្តរាយសម្រាប់ជីវិតខ្លួនឯងនិងសម្រាប់អ្នកដទៃជាច្រើនដោយសារយើងមិនឯងនោះទេយើងត្រូវតែបន្តឲ្យមានវឌ្ឍនភាពឆ្ពោះទៅដើម្បីសេចក្តីសុខពិតដើម្បីសេចក្តីចម្រើនពិតដើម្បីជាប្រយោជន៍ពិតក្នុងដំណើរជីវិតថ្ងៃនេះអត្ថបទមេរៀនសម្រាប់ជាគ្រឿងដាស់តឿនក្រើនរំលឹកនិងជាបទសិក្សាពិចារណាស្វែងយល់ពីភារកិច្ចទូនាទីរបស់យើងជាអាចារ្យជាធម្មអាចារ្យជាអ្នកដឹកនាំសម្រាប់សម្រួលកិច្ចកម្មវិធីគឺទូព្រះបង្គំខ្ញុំខ្ញុំលើកត្រឹមប៉ុណ្ណឹងទេសម្រាប់ធ្វើការពិចារណាត្រឹមថ្លែងស្វែងរកប្រយោជន៍ស្វែងយកឲ្យបាននៅអ្វីដែលជាខ្លឹមសារពិតប្រព្រឹត្តទៅដើម្បីយើងទាំងអស់គ្នាទេបាទសូមអនុមោទនាសូមអរគុណនិងសូមអរគុណដែរ